សួស្តីអ្នកទាំងអស់គ្នាចូលមកនៅ MSC មកនឹងជប់គីសម្រាប់មើលស្កាមដល់ទៀតនៅរឿងសភៅចម្លើយពេល8ជាបន្តថ្ងៃរឿងក៏កាត់មកដល់ថ្ងៃថ្មីថ្ងៃនេះផងដែរគឺជាថ្ងៃតាំងពីពាល់សភៅម្នាក់ក៏ប្រឹងញាប់ដៃញាប់ជើងដើម្បីរៀបចំជាមួយនឹងកម្មវិធីហើយអ្នករៀបចំនៅផងដែរមិនមែនត្រឹមតែ Ambassador ហើយ Arc នឹងធាវទេសូម្បីតែអ្នកផ្សេងហ្នឹងក៏មកជួយរៀបចំជាមួយនឹងកម្មវិធីនឹងដែរសាច់រឿងក៏កាត់បង្ហាញមកដល់ពេល Arc ហើយនឹងធាវហ្នឹងកំពុងតែយកឈើអានេះវិញធាវបន្ទាប់ពីលើកឈើរួចគេមានជាការធ្ងន់ជាប៉ុនពេកតែក៏នៅប្រឹងលើកដើរជាបន្តទៀតអូយកំពុងតែធ្ងន់សោកក៏មានអ្នកមកជួយដែលម្នាក់នោះផងដែរគឺជាវាយូហ្នឹងក៏បានមកជួយធាវថាមិនម៉ែឲ្យបងលើកវិញបើទោះបីជាធាវហ្នឹងក៏ប្រកាសយ៉ាងណាក៏ដោយក៏វាយូហ្នឹងក៏ចង់ជួយធាវដែរអញ្ចឹងហើយធាវហ្នឹងក៏សម្រេចចិត្តឲ្យវាយូហ្នឹងជួយតែម្ដងទៅហើយប៉ុណ្ណឹងក៏មិនគ្រប់គ្រាន់ដែរវាយូហ្នឹងគេគិតថាប៉ុណ្ណឹងនៅស្ទើរអីសម្រាប់គេអញ្ចឹងទៅគេហ្នឹងក៏បានប្រាប់គ្នាឲ្យគ្នាហ្នឹងយកឈើមកដាក់មកលើគេទៀតមកព្រោះតែឈើប៉ុណ្ណឹងវាមិនធ្ងន់ទេសម្រាប់គេនោះរួចមកធាវក៏បានជម្រាបសួរថាដៃរបស់វាយូហ្នឹងយ៉ាងម៉េចទៅហើយរួចវាយូហ្នឹងក៏បានតបបងគឺជាអ្នកកីឡាប៉ុណ្ណឹងមិនអីទេហេតុអីបានជាធាវសួរអញ្ចឹងធាវបារម្ភពីបងអូយគេសួរនាំសួរសុខទុក្ខធម្មតាសោះក៏គិតថាគេហ្នឹងបារម្ភពីខ្លួនឯងអូយចេះតែអញ្ចឹងណាបានស្រឡាញ់គេម្នាក់ឯងហ្នឹងណាដល់ពេលលើវាយូហ្នឹងសួរបែបនេះធាវហ្នឹងក៏មិនមានការតបតែម្ដងគេឡើងគាំងត្រឹងអញ្ចឹងហើយវាយូក៏សុំខ្លួនទៅកន្លែងរៀបចំមុនសិនមិនទាន់ដើរចេញទៅផាត់ផងអាកហ្នឹងក៏បាននិយាយឡើងថាមនុស្សមានកម្មានកកងហើយលើកតែខ្លួនឯងតែអីអាឈើហ្នឹងចេញមករបៀបមនុស្សអ៊ូតតែម្ដងណាហើយវាយូគេមិនទាន់ដើរចេញផុតឯណាដល់លឺអាក់ហ្នឹងនិយាយអញ្ចឹងហើយគេហ្នឹងក៏បានស្រ័យប្រាប់ថាគេបានលឺសំឡេងអាក់និយាយដល់ពេលអញ្ចឹងហើយធាវក៏បានស្រែកសុំទោសជំនួសអាក់តែសាច់រឿងហ្នឹងវាយូជាមួយនឹងអាក់ហ្នឹងក៏សម្ដីគ្នារហូតតែម្ដងណាមុនពេលដែលចូលកម្មវិធីមកដល់ពួកគេហ្នឹងក៏មានការចែកក្តារដើម្បីឲ្យមានអ្នកដឹងនិងមានអ្នកចូលរួមច្រើនហើយក្នុងនោះបារ៉ាហ្គីតាហ្នឹងក៏មកជួយលេងភ្លេងដើម្បីឲ្យមានអ្នកចាប់អារម្មណ៍ហ្នឹងកាន់តែច្រើនឡើងហើយធាវហ្នឹងចាំតែចែកក្តារកម្មវិធីហ្នឹងទៅហើយយើងក៏បានដឹងដែរថាអាក់ហ្នឹងគឺមានកាមេរ៉ាដើម្បីថតរូបក្នុងព្រឹត្តិការណ៍ហ្នឹងឯងបន្ទាប់មកទៀតក៏មាននារីម្នាក់ហ្នឹងក៏បានយកទឹកមកឲ្យអាក់ប៉ុន្តែអាកគឺគេមិនបានផឹកឡើយគេក៏បានហុចទៅឲ្យធាវគេសុកចិត្តឲ្យធាវមុនអីអញ្ចឹងណាប៉ុន្តែធាវហ្នឹងគេមិនយកព្រមទេគេថាអាកហ្នឹងធ្វើការហត់ពេញមួយថ្ងៃហើយអញ្ចឹងឲ្យអាកហ្នឹងផឹកទៅប៉ុន្តែអាកហ្នឹងក៏បានបដិសេធនិងគេបានប្រាប់ទៅវិញថាធាវហ្នឹងក៏ធ្វើការហត់ដូចតែគ្នាហ្នឹងអញ្ចឹងហើយធាវយកមុនគេទៅដោយមានកំណត់ផ្ទុយគ្នាដូចនេះអ្នកទាំងពីរក៏បានរុញអាដបទឹកហ្នឹងទៅមកឬអ្នកដែលយកទឹកមកមិញនាងក៏បានប្រាប់ថាមិនមកចាំគេយកមកមួយទៀតដល់ពេលអញ្ចឹងអ្នកទាំងពីរហ្នឹងក៏បានឆ្ងាត់ទៅដល់ពេលអញ្ចឹងហើយអាកហ្នឹងក៏បានយកទឹកមួយហ្នឹងបន្តពីផឹកហើយអស់ហើយបន្ទាប់មកធាវហ្នឹងក៏បាននិយាយប្រាប់ថាការងារមិនថតរូបថតអីទេគិតតែពីចង់ឆ្លោះយើងនឹងឯងកម្មវិធីគេចិត្តចាប់ផ្ដើមឯណាប៉ុន្តែមុនទៅអាក់សុំលេងសើចជាមួយនឹងធាវបន្តិចសិនដោយគេក៏បានយកអាដបទឹកដែលគេផឹកមកមិញហ្នឹងគេក៏បានរុញទៅឲ្យធាវរួចហើយអាកាមេរ៉ានឹងដៃក៏ថតក្រឹកមើលទៅមុខធាវនៅពេលហ្នឹងគឺចង់ឲ្យអស់សំណើចខ្លាំងយកទៅមែនតើដល់ពេលអញ្ចឹងធាវហ្នឹងមានជាការខ្លាញ់ជប៉ុនពេកនឹងប្រាប់ឲ្យអាក់ហ្នឹងលុបភ្លាមប៉ុន្តែអាក់ហ្នឹងមានលុបឯណាគេហ្នឹងក៏មានការឌឺជាថែមដល់ពេលអាក់ហ្នឹងដើរចេញទៅបាត់ធាវហ្នឹងក៏យកអាដបទឹកដែលអាក់ផឹកមកមិញគេក៏យកមកផឹកតាមប៉ុន្តែមានជាការគាំងជប៉ុនពេកព្រោះអាដបទឹកមិញហ្នឹងគឺអាក់ផឹកអស់ទៅហើយគ្មាននៅសល់មកតំណឲ្យគេផឹកតែម្ដងណាលុះដល់នៅពេលដែលបើកកម្មវិធីគេហ្នឹងក៏មានស្វាគមន៍អ្នកទាំងអស់គ្នាដែលចូលរួមអញ្ចឹងទៅលុះបន្ទាប់ពីរៀបរាប់ជាមួយនឹងកម្មវិធីរួចមកគេក៏បានណែនាំនៅបង្ហាញខ្លួនជាមួយនឹង Ambassador នៅក្នុងសាកលវិទ្យាល័យមួយឥឡូវយើងមកស្គាល់ជាមួយនឹង Ambassador ឲ្យច្បាស់បន្ថែមទៀតដែលម្នាក់ភូផានេះវិញគឺជាអ្នករៀនលំដាប់ទី1តែម្ដងព្រោះតែរៀននឹងបានល្អខ្លាំងពេកអ្នកបន្ទាប់មានឈ្មោះថាណាធីគេគឺជាប្រធានផ្នែកសិល្បៈហើយអ្នកបន្ទាប់មានឈ្មោះថាវាយូនេះផងដែរគឺជាប្រធានក្រុមបាល់ទាត់សាកលវិទ្យាល័យមួយនេះអូយ Ambassador គេហ្នឹងសិតតែលយទៅហ្មងណាសិតតែប្រធានហើយវាយូក៏មិនធម្មតាដែរគេបានដឹកនាំក្រុមរបស់សាលាហើយក៏បានឈ្នះជើងឯក2លើកជាប់គ្នាណហើយ Ambassador ចុងក្រោយគឺជាបារ៉ាហ្គីតានឹងឯងដែលបារ៉ាហ្គីតាគឺមានឈ្មោះថាសៃហ្វាប៉ុន្តែមានសំហៅបារ៉ាហ្គីតាទៀតហើយបើនិយាយបារ៉ាហ្គីតាអញ្ចឹងហើយប្រកាសជាដឹងហើយណាថាគេមានតួនាទីអីឥឡូវយើងកន្លែងមើលអ្នកខាងក្រោមឆាកនេះវិញដោយភូផាហ្នឹងគេក៏បានណែនាំខ្លួនរួចគេក៏បានចុះមកក្រោមសួរនាំធាវអីអញ្ចឹងទៅព្រោះតែគេចង់ដឹងថាធាវហ្នឹងមិនចង់ឡើងឆាកអីនឹងគេទេមែនព្រោះធាវគឺជាម្ចាស់កម្មវិធីទាំងមូលរួចធាវហ្នឹងក៏បានតបវិញថាគេមិនចង់ទេគេចង់ឲ្យកម្មវិធីមួយហ្នឹងគឺជារបស់អ្នកគ្រប់គ្នាវិញមួយភូផាហ្នឹងក៏មានការសរសើរថាមនុស្សគ្រប់គ្នាចង់បានតែពីក្រេឌីតចង់បានតែឈ្មោះថានេះគឺជារបស់ខ្លួនឯងចុះហេតុអ្វីបានជាធាវណាមិនចង់បានអញ្ចឹងធាវក៏បានតបទៅវិញគេធ្វើកម្មវិធីនឹងឡើងដើម្បីឲ្យមានអ្នកចាប់អារម្មណ៍នៅក្នុងផ្នែកអក្សរសាស្ត្រហើយគាត់តែឃើញមនុស្សមកច្រើនអញ្ចឹងគេហ្នឹងក៏គិតថានេះគឺជាគ្រីឌីតរបស់គេទៅហើយអញ្ចឹងគេមិនបាច់ណែនាំខ្លួននៅលើឆាកអីទេលឺអញ្ចឹងហើយពូផាហ្នឹងក៏បានមកសរសើរធាវតែម្ដងណានៅដូចជាធាវពិតជាគួរចាប់អារម្មណ៍ពិតមែនគាត់តែលឺអញ្ចឹងហើយអាក់ហ្នឹងក៏បានដើរចេញទៅបាត់ឲ្យពួកគេហ្នឹងនិយាយគ្នាបន្តទៀតទៅបើអ្នកទាំងពីរសន្ទនាតែពីអ្នកគេមិននិយាយរកផងយ៉ាងណាធ្វើអីខ្មើបន្តិចទៅការងារបន្តបារ៉ាហ្គីតាក៏បានលេងភ្លេងហើយសិស្សជាច្រើនណាស់ក៏បានពេញចិត្តជាមួយនឹងបារ៉ាហ្គីតានឹងជាខ្លាំងតែម្ដងប៉ុន្តែអាក៏បានឈរមកចិត្តធាវហើយគេហ្នឹងក៏បាននិយាយប្រាប់ថាភ្លេងហ្នឹងដូចជាប្លែកមិនដឹងទេ
ហើយធាវនឹងក៏បានមកប្រហែលក្នុងចិត្តសង្ស័យបរិយាកាសនឹងចង់បង្ហាញប្រាប់ថាគេនឹងគឺជាអង្គចុងតេនឹងដឹងតែអាក់នឹងក៏បានបដិសេធព្រោះថាឲ្យតែសួរលើកណាតើពីណាគេអង្គចុងតេគឺថាឆ្លើយប្រាប់ទាំង4នាក់តែម្ដងដល់ពេលអញ្ចឹងអាក់នឹងមិនសូវជឿទេឥឡូវធាវក៏មកគិតទៀតបាត់ថាពីណាគេគឺជាអង្គចុងតេមួយហ្នឹងព្រោះគេមិនទាន់រកការពិតឃើញហ៎ព្រោះបើចង់ដឹងខ្លាំងណាស់អាក់នឹងក៏បានប្រាប់ថាមិនមកបើសិនជាអង្គចុងតេនឹងតបប្រកាសជាដឹងហើយថាពីណាគេគឺអង្គចុងតេឲ្យប្រកាសពេលនោះផងដែរភូផាហ្នឹងក៏បានដើរមករកធាវដល់មានការនិយាយគ្នាពួកគេទាំង3នាក់ក៏បានមករកកន្លែងស្ងាត់ដើម្បីនិយាយគ្នាទៅភូផាហ្នឹងក៏បានឲ្យសភៅអង្គចុងតេហ្នឹងទៅកាន់ធាវហើយលែងឲ្យធាវចឹងហ្មងឯងតែសភៅហ្នឹងគឺជាសភៅធាវឆ្លងឆ្លើយជាមួយនឹងអង្គចុងតេហ្នឹងហ៎ហើយភូផាហ្នឹងក៏បានបញ្ជាក់ដែរថាគេគឺជាអង្គចុងតេហ្នឹងហើយកាលពីមុនហ្នឹងមានទៀងជាមួយនឹងអក្សរភូផាហើយនឹងអង្គចុងតេហ្នឹងហ៎អក្សរអង្គចុងតេហើយជាមួយនឹងភូផាហ្នឹងគឺខុសគ្នាដែរដល់ពេលធាវលើកមកនិយាយចឹងភូផាហ្នឹងក៏ទៅសេបញ្ជាក់នឹងបានទៅសេអក្សរបន្ទាប់ឲ្យធាវមើលតែម្ដងនឹងក៏បានបញ្ជាក់ប្រាប់ដែរថានៅពេលដែលកំងអាហារហ្នឹងគឺមេក្តៅដល់ពេលអញ្ចឹងហើយគេក៏ទៅសេបញ្ញត្តិអក្សរអត់ដូចជាមួយនឹងអង្គចុងតេហ្នឹងទេប៉ុន្តែឥឡូវគឺអាចបញ្ជាក់បានហើយភូផានៅពេលដែលគេទៅសេចេញមកគឺគេទៅសេដូចជាមួយនឹងអង្គចុងតេហ្នឹងតែម្ដងដល់ពេលបញ្ជាក់ច្បាស់អញ្ចឹងអ្នកទាំងពីរហ្នឹងក៏បានស្ងាត់ឈឹងជាពិសេសធាវគឺគេនឹងស្រឡាញ់កាំងតែម្ដងម្នាក់កំពុងតកាំងនោះអ្នកនៅលើឆាក៏បានស្រ័យប្រាប់នឹងសួររកអាក់ព្រោះអាក់គឺជាអ្នកថតរូបដល់ពេលអញ្ចឹងគាត់ក៏ចង់ឲ្យអាក់នឹងមកថតរូបហើយធាវគេក៏បានដើរចេញពីភូផាផងដែរភូផានេះក៏បានដើរតាមធាវនឹងបានសួរឡើងថាធាវនឹងរត់ចេញពីគាត់មែនប៉ុន្តែធាវក៏បានបដិសេធថាគេមិនមែនអញ្ចឹងទេដោយសារតែគេនឹងតាំងអារម្មណ៍មិនបានតានៅពេលដែលដឹងថាភូផានឹងគឺជាអង្គចុងតេបែបនេះរួចភូផានឹងក៏បានបង្ហាញអារម្មណ៍ថាមុនដំបូងភូផាក៏មានអារម្មណ៍ដូចជាធាវនឹងដែរពេលដែលខ្លួនបានជួបសភៅនឹងដំបូងហើយបានទៅស័យតបជាមួយនឹងធាវតែគេមិនយល់ទៅថាហេតុអីបានជា3នាក់ទៀតមកបន្លំធ្វើជាខ្លួននឹងឯងនឹងអង្គចុងតេអញ្ចឹងហើយគេគឺជាអង្គចុងតេពិតអញ្ចឹងហើយគេទៅប្រសោតហើយនឹងបង្ហាញខ្លួនឲ្យធាវបានដឹងទៅកុំឲ្យធាវនឹងចាញ់បោក3នាក់នោះអីបន្ទាប់ពីឈុំនិយាយជាមួយនឹងអង្គចុងតេនឹងហើយធាវក៏ប្របែបប្រធានបទដែលគេដឹងថាភូផានឹងគឺជាអង្គចុងតេពិតហើយអញ្ចឹងគេក៏មិនបាច់ចាំហត់ទៅស័យជាមួយនឹងអង្គចុងតេនឹងទៀតដែរហើយមិនម៉ាហ្នឹងគឺសភៅរបស់គេនឹងគឺចំវិញប៉ុន្តែភូផាហ្នឹងគេមិនព្រមឲ្យទេដល់គេក៏បានតបទៅវិញថាបើសិនជាធាវនឹងលែងចង់ទៅស័យអីនៅក្នុងហ្នឹងហើយមិនម៉ាសភៅហ្នឹងគឺសុំអ្នកទុកវិញហើយអង្គចុងតេក៏នៅឈរពីមុខធាវស្រាប់បើចង់និយាយអីក៏អាចនិយាយជាមួយនឹងគេបានបើចាំទៅស័យនៅក្នុងសភៅហ្នឹងទៀតទេហើយធាវហ្នឹងក៏បាននិយាយប្រវាយប្រធានបទនឹងចង់ថតរូបជាមួយនឹងអ្នកផ្សេងវិញតែពេលនោះភូផាហ្នឹងក៏បានឆ្លៀតមកប្រាប់ថាពេលល្ងាចចាំបងជូនទៅផ្ទះដល់ធាវនឹងធ្វើមុខឆ្ងល់ទៅភូផានឹងក៏បានបញ្យល់ប្រាប់ដោយខ្លួននឹងចង់មានភាពស្រស់ស្រាយជាមួយនឹងធាវនឹងចង់ស្គាល់ធាវជាងមុនរួចភូផានឹងក៏បានសារភាពនៅពេលនោះតែម្ដងដោយភូផានឹងក៏បានប្រាប់ថាមកពីបងនឹងចូលចិត្តគឺចូលចិត្តធាវអូយអាពាក្យចូលចិត្តនឹងប្រែថាស្រឡាញ់នឹងឯងហើយគេនឹងមកសារភាពពេលនឹងតែម្ដងក៏ដល់បងគេអញ្ចឹងហ៎ហើយសាច់រឿងហ្នឹងក៏ស្លេះត្រឹមនឹងបាត់ហើយធាវនឹងមិនដឹងថាឆ្លើយយល់ព្រមឬក៏អត់ផងនេះអញ្ចឹងហើយបើចង់ដឹងសាច់រឿងនឹងទៅជាយ៉ាងណាទៀតនោះកុំភ្លេចតាមដានរចាំទស្សនាជាមួយនឹង admin បន្តទៀតទៅណោះអរគុណអ្នកទាំងអស់គ្នាសម្រាប់តាំងពីមើលដើមភាគរហូតដល់ចុងភាគនេះរឿងមិនទាន់ចប់ទេអញ្ចឹងយើងចាំមើលបន្តទៀតថាសាច់រឿងទៅជាយ៉ាងម៉េច